សម្រាប់បងប្អូនខ្មែរដែលមានបញ្ហាខូចទលៀនឬក៏តម្រងនោមមានថវិកាគ្រប់គ្រាន់ហើយមានសេចក្តីប្រាថ្នាដើម្បីព្យាបាលខ្ញុំចង់ប្រាប់បងប្អូនថាប្រទេសជិតខាងរបស់យើងបាទខាងកើតឬក៏ខាងលិចហ្នឹងគឺអត់មែនជាផ្លូវល្អសម្រាប់បងប្អូនទៅព្យាបាលទេព្រោះខ្ញុំមានបទពិសោធន៍ស្គាល់បងប្អូនខ្មែរដែលគាត់ធ្លាប់បានទៅព្យាបាលគឺអត់ជំនាញដោយប្រទេសឥណ្ឌាទេបាទគឺទៅគេមើលថែយើងមែនប៉ុន្តែតកតងជាមួយនឹងការវះកាត់ផ្សំគឺអត់ទលំទលាយដោយប្រទេសឥណ្ឌាទេអញ្ចឹងហើយបងប្អូនទៅខាងកើតក្តីខាងលិចក្តីគឺអស់លុយច្រើនបាទអាច4 5 6ម៉ឺន10ម៉ឺនប៉ុន្តែអត់បានព្យាបាលផ្សំទេអញ្ចឹងបើសិនជាបងប្អូនអរគ្នាមានបំណងចង់ព្យាបាលគឺជំរឿនល្អបំផុតដែលខ្ញុំrecommend គឺមកប្រទេសឥណ្ឌាទៅបាទវាអស់លុយតែម្ដងបាទអស់លុយម្ដង5 6 7ម៉ឺនគឺយើងអាចព្យាបាលបានអញ្ចឹងណាហើយមានបងដែលខ្ញុំស្គាល់គាត់ធ្លាប់បានទៅប្រទេសខាងលិចគាត់ចំណាយអស់7 8ម៉ឺនតែអត់បានព្យាបាលទេបាទគឺគេមើលថែគេមានការអីផ្សេងយើងសម្រាប់នឹងព្យាបាលហ្នឹងប៉ុន្តែគេអត់មានទលំទលាយក្នុងការព្យាបាលទៅលើការផ្សំតម្រងនោមទេអញ្ចឹងជំរឿនល្អដែលបងប្អូនដែលមានថវិកាគ្រប់គ្រាន់ហើយបាទកុំឲ្យពិបាកច្រើនគឺមកតម្រង់មករោឥណ្ឌាទៅបាទយើងចំណាយថវិកាកញ្ចប់យើងតកតងតាមក្រុមហ៊ុនខ្មែរយើងដែលគាត់មានសេវាកម្មក្នុងការនាំយើងមកព្យាបាលគាត់មានតំណែងទាំងនៅខ្មែរទាំងនៅឥណ្ឌាអញ្ចឹងពួកគាត់នឹងរត់ឯកសារឲ្យយើងទាំងអស់ទាំងឯកសារនៅខាងខ្មែរហើយឯកសារមកឥណ្ឌាបាទរហូតដល់យើងបានមកព្យាបាលនឹងបាទហើយថវិកាម្ដងយើងមកម្ដងមកដល់ប្រទេសនេះម្ដងគឺយើងអាចព្យាបាលបានបាទហើយនៅនេះគឺគេខ្ញុំហ៊ាននិយាយថានៅឥណ្ឌានេះគឺគេទលំទលាយហើយគេជំនាញបាទជាងប្រទេសផ្សេងបាទហើយក៏គេអាចមានលំហនៃការព្យាបាលគេមានប្រសិទ្ធភាព99% ការព្យាបាលអ្វីដែលខ្ញុំដឹងណាបាទព្រោះបងប្អូនដែលគាត់ទៅព្យាបាលនៅខាងកើតក្តីខាងលិចក្តីហ្នឹងគឺគាត់អត់បានសមិទ្ធផលល្អទេបាទបងប្អូនខ្មែរយើងណាបាទហើយសម្រាប់ជាសាសគេខ្ញុំមិនដឹងទេប្រហែលជាគេព្យាបាលបានប៉ុន្តែនៅបើយើងបរទេសយើងទៅនោះបើបន្តិចអស់លុយច្រើនហើយក៏អត់បានប្រសិទ្ធភាពទេអញ្ចឹងសម្រាប់បងប្អូនដែលចង់សម្ដៅមានថវិកាហើយមានបំណងចង់ព្យាបាលអីបងប្អូនសម្ដៅមកនេះមកប្រទេសឥណ្ឌាមកគឺសុវត្ថិភាពជាងប្រទេសផ្សេងហើយតកតងជាមួយនឹងការព្យាបាលខ្ញុំនិយាយថា99%តកតងជាមួយនឹងការព្យាបាលហ្នឹងគឺយើងជោគជ័យបាទអញ្ចឹងកុំឲ្យអស់លុយពីប៊ីតង់គឺរកក្រុមហ៊ុនដែលអាចទុកចិត្តបានហើយប្រើប្រាស់សេវាកម្មកញ្ចប់ប្រគេមកព្រោះយើងមកខ្លួនឯងក៏យើងអត់ស្រួលដែរគឺយើងត្រូវការរត់ឯកសារច្រើនខ្មែរមកតង់ហើយមកដល់ឥណ្ឌានេះគឺរត់ការមកតង់ទៀតអញ្ចឹងហើយឯកសារទាំងនៅខ្មែរទាំងនៅឥណ្ឌានេះគឺទៅរត់ការដោយយើងដែលមានបណ្ដាញត្រឹមត្រូវអញ្ចឹងបើសិនជាយើងមកចង់ព្យាបាលខ្លួនឯងអត់អាចទៅរួចទេបាទតែបើមកតាមរយៈ guide ក្រុមហ៊ុនដែលគេមានវិជ្ជាជីវៈដែលគេមានតំណែងតំណងទាំងខ្មែរទាំងនៅឥណ្ឌានេះទើបជាជំរើសល្អសម្រាប់យើងអ្នកជំងឺបាទมันសាំញ៉ាំច្រើនมันពិបាកញ៉ៃញ៉ៃគឺយើងទិញតែកញ្ចប់គេមកគឺម្ដងនេះគឺព្យាបាលតែម្ដងបាទអញ្ចឹងសង្ឃឹមថាវីដេអូនេះបងប្អូនបានដឹងច្រើនហើយខ្ញុំសូមប្រាប់បងប្អូនកុំឲ្យចំណាយពេលបងប្អូនមានបញ្ហាជំងឺហើយកុំចំណាយពេលទៅប្រទេសផ្សេងព្រោះប្រទេសផ្សេងវាអត់មានទលំទលាយដូចឥណ្ឌាទេបាទអរគុណច្រើន